ជំរាបសួរលោកកែមលីបាទជំរាបសួរលោកសុកលីមក្នុងពេលបច្ចុប្បន្ននេះគេសង្កេតឃើញថាមានមនុស្សមួយចំនួនធំដែរប្រកបមុខរបរហ្នឹងម្នាក់ពី2ទៅ3ឬមួយក៏ពេលខ្លះមានដល់4មុខរបរ4អាជីវកម្មតើមូលហេតុអីចាំបាច់ជាមនុស្សម្នាក់ហ្នឹងធ្វើការច្រើនម៉េចដូចជាធ្វើការនេះផងធ្វើការនោះផងច្រើនមុខមែនតើមូលហេតុអីបានចាំបាច់មាននិន្នាការមនុស្សម្នាក់ធ្វើការច្រើនមុខយ៉ាងដូចនេះបាទជារួមយើងឃើញនៅប្រទេសផ្សេងឬក៏ប្រទេសខ្មែរយើងក៏មានច្រើនដែរអ្នកដែលធ្វើការច្រើនម៉ោងអញ្ចឹងមូលហេតុធំជាងគេគឺដោយសារតែចង់បានប្រាក់ចំណូលហើយការប្រឡងប្រណាំងក្នុងទីផ្សារការងារណាប៉ុន្តែមូលហេតុចម្បងច្រើនខ្ញុំសូមលើកឡើង5យ៉ាងទី1មូលហេតុចម្បងគឺកម្មវិធីអប់រំយើងឃើញរៀននៅសាលាចំណេះទូទៅដល់មហាវិទ្យាល័យជាបរិញ្ញាបត្រជាអនុបណ្ឌិតអីគឺយើងរៀនទូទៅនឹងច្រើនទី2ដោយសារតែទីផ្សារការងារនឹងវាចលនាលឿនព្រោះយើងមើលតាំងពីឆ្នាំ1993រហូតមកដល់ឥឡូវមានការផ្លាស់ប្ដូរច្រើនហើយជាពិសេសគឺខាងផ្នែកសហគ្រាសខ្នាតតូចខ្នាតមធ្យមនឹងគឺកើនច្រើនទី3គឺដោយសារតែកម្រិតប្រាក់ខែនៅទាបហើយនឹងការលើកទឹកចិត្តមិនសូវមានធ្វើឲ្យមនុស្សនឹងខំប្រឹងរក 2-3 កន្លែងទាំងនៅក្នុងរដ្ឋទាំងនៅក្រុមហ៊ុនទាំងនៅក្នុងអង្គការក្រៅរដ្ឋាភិបាលឬក៏ធ្វើការងារដោយខ្លួនឯងហើយទី4ដោយសារអីគឺប្រសិនបើប្រាក់ខែគ្រប់បើសិនមានការលើកទឹកចិត្តគេមានតារាងទូនាទីនិងភារកិច្ចពេញម៉ោងតែម្ដងកាលណាយើងមានតារាងទូនាទីភារកិច្ចពេញម៉ោងការតាមដាននិងត្រួតពិនិត្យការងារនឹងហ្មត់ចត់គឺអ្នកនោះមិនអាចធ្វើការងារច្រើនកន្លែងបានទេកន្លែងនេះបាទហើយមួយទៀតភាគច្រើនក្នុងពេលបច្ចុប្បន្ននេះគេប្រើប្រាស់នៅរូបមន្តការងារគេហៅថា result based management បានន័យថាអ្នកដែលមានគុណភាពខ្ពស់គឺគេធ្វើការរយៈពេលខ្លីហើយបានលទ្ធផលហើយគេអាចទៅធ្វើកន្លែងផ្សេងទៀតដើម្បីរកប្រាក់ចំណូលបន្ថែមការធ្វើយ៉ាងនេះអាចធ្វើឲ្យបាត់បង់ប្រសិទ្ធភាពការងារទេមិនថាក្រុមហ៊ុនមិនថាអង្គការមិនថាស្ថាប័នរដ្ឋដែរឬមួយយ៉ាងម៉េចលោកបាទជារួមកាលណាយើងធ្វើការច្រើនកន្លែងប្រសិទ្ធភាពវាថយដោយសារអីទី1អារម្មណ៍របស់យើងអត់បានផ្ដោតទៅលើកិច្ចការដែលយើងធ្វើហើយទី2គឺយើងអត់បានធ្វើការសិក្សាស្រាវជ្រាវបន្ថែមនិងរៀបចំបន្ថែមឧទាហរណ៍ថាយើងធ្វើការអង្គការក្រៅរដ្ឋាភិបាលឬក៏អង្គការរដ្ឋដែលជាគ្រូបង្រៀនអីចឹងយើងត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមដើម្បីបំពេញវិជ្ជាបន្ថែមនៅក្នុងចម្លើយរបស់លោកនៅក្នុងសំណួររបស់ខ្ញុំទី1លោកបានលើកឡើងពីបញ្ហាប្រាក់បៀវត្សលោកចង់មានប្រសាសន៍ថាដោយសារតែប្រាក់បៀវត្សហ្នឹងគាត់ទទួលបានតិចតួចអញ្ចឹងហើយបានជាមនុស្សម្នាក់ស្វះស្វែងធ្វើការមួយមុខនេះផងហើយទៅធ្វើការមួយមុខទៀតហើយទៅធ្វើការមួយមុខទៀតអញ្ចឹងឬមួយក៏យ៉ាងដូចម្តេចដែរលោកបាទជារួមនៅក្នុងស្ថាប័នរដ្ឋបើសិនជាប្រាក់ខែគាត់គ្រប់គ្រាន់អាចរស់បានអាចចិញ្ចឹមសមាជិកគ្រួសារបានគឺគាត់ច្បាស់ជាមិនទៅរកខាងក្រៅទេបានន័យថាគាត់ធ្វើការពេញម៉ោងនៅក្នុងស្ថាប័នរដ្ឋហើយធ្វើការសិក្សាស្រាវជ្រាវបំពេញបន្ថែមទៀតនៅក្នុងអង្គការក្រៅរដ្ឋាភិបាលក៏អញ្ចឹងដែរប្រសិនបើយើងមានតារាងតួនាទីនិងភារកិច្ចត្រឹមត្រូវច្បាស់លាស់តាមដានហើយលទ្ធផលនៃការងារមានការវាស់វែងត្រឹមត្រូវគឺมันអាចនឹងយកពេលវេលាទៅធ្វើការក្រៅទេប៉ុន្តែមានអង្គការខ្លះដែរគេប៉ុន្តែខ្ញុំមិនចង់និយាយតែក្នុងក្របខ័ណ្ឌអង្គការឬមួយក៏ក្នុងស្ថាប័នរបស់រដ្ឋទេនៅក្នុងលក្ខណៈឯកជនក៏អញ្ចឹងដែរមនុស្សម្នាក់ឧបមាថាធ្វើការឲ្យក្រុមហ៊ុនកមួយហើយគាត់ទៅធ្វើឲ្យក្រុមហ៊ុនខទៀតក្រុមហ៊ុនកទៀតអានេះគឺដោយសារប្រាក់ខែដែលក្រុមហ៊ុនបកគលឲ្យគាត់ហ្នឹងមិនគ្រប់គ្រាន់ឬមួយក៏យ៉ាងម៉េចបានជាមាននិន្នាការធ្វើការច្រើនមុខអញ្ចឹងច្រើនមែនទែននៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើងហេតុផលមួយគឺប្រាក់ខែហ្នឹងហើយហេតុផលទី2មើលស្ថានភាពការងារដែរបើសិនជាលក្ខខណ្ឌការងារនឹងមានស្ថិរភាពមានភាពយូរអង្វែងហើយអាចមានជាប្រាក់ចូលនិវត្តន៍ឬមួយក៏ការទ្រទ្រង់ពេលដែលគាត់ចូលនិវត្តន៍ប្រហែលជាគាត់មិនសវត្ថរកការងារផ្សេងទៀតទេប៉ុន្តែភាគច្រើននៅក្នុងក្រុមហ៊ុនយើងមានកុងត្រាខ្លីៗកុងត្រា3ខែ1ឆ្នាំឬក៏2ឆ្នាំអញ្ចឹងម្នាក់ខំស្វែងរកការងារមួយឬក៏ពីរត្រៀមបំរុងបន្ថែមទៀតដើម្បីនៅពេលដែលចប់ការងារមួយគាត់អាចហក់ទៅរកការងារមួយទៀតអាហ្នឹងហេតុផលមួយទៀតនៅក្នុងក្រុមហ៊ុនក៏អញ្ចឹងដែរប្រសិនបើចំណាត់ថ្នាក់ប្រាក់បៀវត្សបើនៅសិង្ហបុរីប្រាក់បៀវត្សគេខ្ពស់នៅម៉ាឡេប្រាក់បៀវត្សគេខ្ពស់គេអត់ចាំបាច់ទៅធ្វើពី3កន្លែងអញ្ចឹងទេប៉ុន្តែដោយសារប្រាក់បៀវត្សមិនគ្រប់គ្រាន់គឺគាត់អាចទៅធ្វើពី3កន្លែងដើម្បីរកការងារគាត់អាចធ្វើក្រុមហ៊ុនមួយ
ឬក៏ក្រុមហ៊ុន2ហើយពេលថ្ងៃសៅរ៍អាទិត្យឬក៏ពេលយប់គាត់អាចបង្រៀនបន្ថែមទៀតបាទប៉ុន្តែលោកបានលើកឡើងខាងលើថាបើសិនបើធ្វើការងារច្រើនអញ្ចឹងអាចបាត់បង់ប្រសិទ្ធភាពការងារចុះមូលហេតុអីបានជាថៅកែឬមួយក៏ប្រធានក្រុមហ៊ុនហ្នឹងគាត់មិនព្រមរក្សាទុកបុគ្គលិកហ្នឹងឲ្យធ្វើឲ្យគាត់តែមួយទោះបីជាគាត់បង់ប្រាក់ខែយ៉ាងច្រើនក៏ដោយគាត់ទទួលបានមកវិញនៅប្រសិទ្ធភាពការងារហេតុអីគាត់មិនធ្វើយ៉ាងដូចនេះជារួមមានគោលការណ៍ច្បាប់នៅក្នុងលក្ខន្តិកៈផ្ទៃក្នុងខ្លះដែរណាគេអាចធ្វើពេញម៉ោងឲ្យក្រុមហ៊ុនប៉ុន្តែក្រៅម៉ោងយើងអត់បានចងនៅក្នុងច្បាប់បើសិនជាក្រៅម៉ោងអ្នកឯងទៅធ្វើការឲ្យក្រុមហ៊ុនផ្សេងឬក៏ទៅបង្រៀនផ្សេងបាត់បង់នៅសមត្ថភាពការងារនៅក្នុងពេលដែលធ្វើការគឺគេអត់អាចអនុញ្ញាតដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកដែលមានការងារធ្វើច្រើនអ្នកនឹងមានសមត្ថភាពខ្ពស់ហើយនឹងមានចំណេះដឹងខ្ពស់អញ្ចឹងប្រធានក្រុមហ៊ុនឬក៏ប្រធានអង្គភាពពិបាកនឹងស្ដីបន្ទោសពិបាកនឹងប្រាប់ថាអ្នកឯងត្រូវធ្វើតែមួយបើមិនអញ្ចឹងទេគេលាលែងចេញពីតំណែងគេហក់ទៅរកការងារមួយទៀតអញ្ចឹងភាពថ្លឹងថ្លែងនៃការគ្រប់គ្រងរបស់ស្ថាប័នហ្នឹងគឺមានជាដរាបនៅក្នុងពេលបច្ចុប្បន្នអញ្ចឹងមានន័យថាប្រទេសកម្ពុជាយើងមិនមែនខ្វះការងារធ្វើទេបើសិនបើយើងមានសមត្ថភាពគឺយើងមានការងារច្រើនមែនទែនដែលទទួលរងចាំអ្នកដែលមានសមត្ថភាពមានន័យថាអ្នកដែលអត់សមត្ថភាពទេដែលពិបាករកការងារធ្វើខ្ញុំអាចនិយាយយ៉ាងបានទេបាទជារួមវាមានអ្នកដែលមានសមត្ថភាពខ្ពស់កិច្ចតំណែងគ្រប់គ្រងអ្នកដែលមានសមត្ថភាពខាងគេហៅថាបុគ្គលិកជំនាញហើយនិងអ្នកដែលអត់សមត្ថភាពគេហៅថា labor force អញ្ចឹងទោះបីជាយ៉ាងណាក៏ដោយទីផ្សារការងារនៅក្នុងប្រទេសខ្មែរយើងទោះបីអ្នកនោះមានសមត្ថភាពណាក៏ដោយក៏នៅតែមានបញ្ហាដែរតាក់ទងទៅនឹងក្រុមហ៊ុនរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលពីព្រោះក្នុងនិន្នាការបច្ចុប្បន្នវាមានបកពួកច្រើនកាលណាបកពួកច្រើនអ្នកដែលមានសមត្ថភាពដែលមិនមានខ្សែដែលមិនមានស្គាល់ដែលមិនមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័ននោះពិបាកនឹងរកការងារលើកលែងតែអ្នកនោះមានសមត្ថភាពខុសប្លែកពីគេបានន័យថាខ្ពស់ដែលអាចទ្រទ្រង់កិច្ចការងារច្រើនឲ្យក្រុមហ៊ុនបុគ្គលម្នាក់គួរតែធ្វើការច្រើនមុខអញ្ចឹងគួរតែធ្វើការឲ្យក្រុមហ៊ុនឲ្យស្ថាប័នច្រើនអញ្ចឹងឬមួយក៏គួរតែធ្វើការឲ្យស្ថាប័នតែមួយគត់វាប្រសើរជាងប្រសិនបើមានប្រាក់បៀវត្សគ្រប់គ្រាន់មានផលប្រយោជន៍ផ្សេងគ្រប់គ្រាន់ធ្វើការងារតែមួយកន្លែងផ្ដោតទៅលើជំនាញតែមួយវាជាការប្រសើរបំផុតហើយនៅស្រុកគេចង់បានអ្នកជំនាញអញ្ចឹងណាបើសិនជាយើងធ្វើពេទ្យធ្វើទៅពេទ្យបើយើងធ្វើខាងកសិកម្មយើងអភិវឌ្ឍតែកសិកម្មអញ្ចឹងក៏ប៉ុន្តែដោយសារស្រុកយើងវាមានការលំបាកនៅក្នុងការទប់ទល់នឹងកម្រិតប្រាក់បៀវត្សកម្រិតនៃផលប្រយោជន៍អញ្ចឹងហើយបានជាចលនាអ្នកដែលមានសមត្ថភាពពីកន្លែងមួយទៅកន្លែងមួយនឹងច្រើនអាហ្នឹងចំណុចសំខាន់មិនមែនតែអ្នកធ្វើការទេដែលធ្វើការច្រើនមុខច្រើនក្រុមហ៊ុនហើយនឹងច្រើនស្ថាប័នសូម្បីតែអ្នកដែលកំពុងសិក្សាមានន័យថានិស្សិតហ្នឹងក៏គាត់រៀនឥឡូវហ្នឹងឃើញថានិស្សិតខ្លះរៀនមហាវិទ្យាល័យមួយរៀន2មហាវិទ្យាល័យអាចថាដល់3មហាវិទ្យាល័យទៀតហើយភាសាក៏មាន1មាន2មាន3មូលហេតុអីបាននៅក្នុងផ្នត់គំនិតនិស្សិតយើងហ្នឹងគាត់ខំប្រឹងរៀនច្រើនយ៉ាងដូចនេះហ្នឹងហើយដែលយើងមិនមានព័ត៌មានទីផ្សារការងារជាក់លាក់ថាតើការងារខាងផ្នែកណាដែលច្រើនហើយ10ឆ្នាំ20ឆ្នាំទៀតការងារខាងផ្នែកណាដែលច្រើនដល់អញ្ចឹងហើយនិស្សិតភាគច្រើនក៏រៀនហ្នឹងរៀនត្រង់តែម្ដងបើសិនជាត្រូវមួយខុសមួយបើសិនជាខុសមួយក៏ត្រូវមួយអញ្ចឹងណាសូមអរគុណលោកកែមលីបាទសូមអរគុណលោកសុខ